ថ្មីនេះលោកជំទាវ ឡាយ ស៊ូជីនិងលោកអុកញ៉ា ឡៃលីហួរដែលគេបានស្គាល់ថាជាម្ចាស់ brand Miss Sunflower បានធ្វើដំណើរទៅទីរួមខេត្តកញ្ចេះដើម្បីធានាអះអាងថាកសាងនៅអគារសាលាដើម្បីឲ្យសិស្សានុសិស្សដែលជាសិស្សក្រីក្របានរៀនបានសូត្រផងដែរនេះគឺជាដំណឹងល្អហើយនេះគឺជាធនធានមនុស្សមួយដ៏សំខាន់ដែលមានប្រយោជន៍ដល់ប្រទេសជាតិដែលជួយលើកកម្ពស់ការលើកស្ទួយនៅវិស័យរៀនសូត្រវិស័យចំណេះដឹងសម្រាប់កុលបុត្រកុលធីតាខ្មែរនៅក្នុងប្រទេសកម្ពុជាយើងផងថ្ងៃទី15ខែសីហាឆ្នាំ2026វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអុកញ៉ា ឡៃលីហួរនិងលោកជំទាវ ឡៃ ស៊ូជីក្នុងដំណើរជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅវិទ្យាល័យស្វាយច្រេះផងដែរហើយនឹងបានផ្ដល់ជាអំណោយអាគារសិក្សាមួយដ៏ថ្លៃថ្លាពីលោកអុកញ៉ានិងលោកជំទាវ ឡៃ ស៊ូជីផងដែរនេះគឺជាដំណឹងល្អសម្រាប់សិស្សានុសិស្សដែលកំពុងតែត្រូវការអាគារសិក្សាហើយបើតាមមើលវីដេអូក្នុងការផ្សព្វផ្សាយរបស់ page ផ្លូវការរបស់លោកជំទាវ ឡៃ ស៊ូជីបងប្អូនទាំងអស់គ្នាខ្ញុំឃើញថាសាលានៅតំបន់ហ្នឹងគឺក្រីក្រមែនទែនហើយមិនទាន់មានសាលាត្រឹមត្រូវសម្បីតែសម្ភារៈសិក្សាក៏មានការខ្វះខាតដែរនេះជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លាជាទីបំផុតសម្រាប់យើងបានសិក្សាស្រាវជ្រាវដើម្បីចំណេះដឹងនិងដើម្បីឲ្យក្មេងៗចំនួនក្រោយដែលជាទំពាំងស្នងឫស្សីនោះបានទទួលការរៀនសូត្រហើយជាពិសេសនោះក៏បានទទួលអាគារសិក្សាមួយដ៏ប្រណិតផងដែរក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំពិតជាមានមោទនភាពចំពោះធនធានមនុស្សដោយលោកអុកញ៉ា ឡៃលីហួរនិងលោកជំទាវ ឡៃ ស៊ូជីមែនទែនហើយការឧបត្ថម្ភអាគារសិក្សានោះផងដែរមានមួយខ្នង5បន្ទប់និងការជួសជុលបន្ថែមនៅអាគារ3បន្ទប់បន្ថែមទៀតលោកអុកញ៉ានិងលោកជំទាវមិនត្រឹមតែជាវសម្ភារៈនិងឧបករណ៍តែប៉ុណ្ណោះទេប៉ុន្តែជាក្តីសង្ឃឹមនិងឱកាសថ្មីសម្រាប់កុមារនៅតំបន់នោះបានមនុស្សនឹងអាចមានកន្លែងសិក្សារៀនសូត្រដោយប្រកបដោយសុវត្ថិភាពនិងបរិស្ថានល្អប្រសើរស្នាដៃរបស់លោកជំទាវ ឡៃ ស៊ូជីនិងលោកអុកញ៉ា ឡៃលីហួរបានឆ្លុះបញ្ចាំងនៅស្នាដៃដ៏ល្អផូរផង់សម្រាប់ក្មេងជំនាន់ក្រោយបានរៀនសូត្រហើយក៏ជាតាំងតំណាងដើម្បីឲ្យក្មេងៗជំនាន់ក្រោយរៀនដើម្បីតគ្រប់ជំនាន់ផងដែរនេះហើយគឺជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិរបស់យើងហើយការលើកស្ទួយនៅវិស័យសិក្សានេះបងប្អូនទាំងអស់គ្នាកាត់បន្ថយនៅការអវិជ្ជានិងភាពក្រីក្រជួយឲ្យសិស្សានុសិស្សបានមានការរៀនសូត្រនិងការបណ្ដុះបណ្ដាលធនធានមនុស្សដ៏សំខាន់កាលណារដ្ឋមានធនធានមនុស្សដ៏សំខាន់ប្រជាពលរដ្ឋមានចំណេះដឹងនោះប្រទេសជាតិយើងក៏មានការរីកចម្រើនផងដែរហើយនៅកាត់បន្ថយភាពក្រីក្រនិងសិស្សានុសិស្សក្មេងជំនាន់ក្រោយយុវជនជំនាន់ក្រោយនឹងមានការងារល្អមានប្រាក់ខែប្រាក់ចំណូលក៏ល្អត្រឹមត្រូវផងដែរបងបានដឹងហើយរាល់សកម្មភាពលោកអុកញ៉ា ឡៃលីហួរនិងលោកជំទាវ ឡៃ ស៊ូជីបងប្អូនទាំងអស់គ្នាមិនមែនត្រឹមតែជួយអាគារសាលាតែមួយខ្នងទេលោកទាំងពីរបានបរិច្ចាគនៅថវិការាប់ម៉ឺនលានដុល្លារដើម្បីជួយជនភៀសសឹកជួយទៅដល់បងប្អូនវីរៈកងទ័ពយើងកន្លងមកក្នុងពេលវេលាពេលដែលប្រទេសជាតិយើងកំពុងតែមានការឈ្លានពានកន្លងមកដែរហើយឥឡូវនេះក៏បានឃើញអវត្តមានលោកទាំងពីរបានមកកសាងសាលាជួយសិស្សានុសិស្សក្រីក្រនិងជួយកសាងអាគារថ្មីមួយទៀតអញ្ចឹងនេះគឺជាសមិទ្ធផលដ៏អស្ចារ្យហើយនេះគឺជាធនធានមនុស្សមួយដែលយើងគួរតែត្រេកអរគួរតែលើកស្ទួយគួរតែសរសើរផងដែរវីដេអូនេះខ្ញុំធ្វើដើម្បីគោរពនិងកោតសរសើរទឹកចិត្តលោកជំទាវនិងលោកអុកញ៉ាហើយសង្ឃឹមថានឹងមានធនធានមនុស្សសំខាន់បន្តទៀតដើម្បីលើកស្ទួយអភិវឌ្ឍនិងជ្រោមជ្រែងប្រទេសជាតិយើងឲ្យមានការរីកចម្រើនចាសសូមអរគុណ